បងឥឡូវខ្ញុំបាត់ធ្លាក់ឈាមបាត់អីបងសុខភាពខ្ញុំធម្មតាអញ្ចឹងតែខ្ញុំអត់ទាន់បានទៅឆ្លុះអេកូមើលថាដុំសាច់ហ្នឹងវាលាយនៅអញ្ចឹងបងតែការៈក្នុងខ្លួនខ្ញុំបានប្រសើរច្រើនណាបងខ្ញុំនៅតែបន្តប្រើអេកូរ៉ាយរហូតអញ្ចឹងមួយថ្ងៃខ្ញុំប្រើ3ដងអញ្ចឹងបងវាអាការៈធូរស្បើយឥឡូវខ្ញុំអត់សូវផ្ដាសាយខ្ញុំអត់សូវឈឺបងនិយាយទៅអត់សូវឈឺគ្រាន់តែពេលណាដែលខ្ញុំគេងអត់ឆ្អែតអញ្ចឹងវារៀងឈឺក្បាលអញ្ចឹងប៉ុន្តែខ្ញុំប្រើរូណាហើយនឹងប្លូអ៊ីទៅវាធូរស្បើយអញ្ចឹងបងចាពេលដែលខ្ញុំស្គាល់អ៊ីកូរ៉ាខ្ញុំធ្លាក់ឈាមដូចជាមួយខែជាងដែរបងក៏ដោយសារពេលហ្នឹងទូពេលគាត់និយាយដែរអាចជាខ្ញុំប្រើថ្នាំច្រើនពេកអីអញ្ចឹងទៅបានវាធ្វើអញ្ចឹងដែរអញ្ចឹងបងហើយពេលដែលទៅពិនិត្យនៅពេទ្យគឺគាត់ថាអត់មានអីអញ្ចឹងបងដោយសារគាត់ថាពិនិត្យទៅអត់ឃើញអីអញ្ចឹងគាត់ថាមានដែរដុំសាច់ទូចប៉ុន្តែវាអត់ជាបញ្ហាបណ្ដាលឲ្យយើងធ្លាក់ឈាមរហូតអញ្ចឹងទេគាត់និយាយអញ្ចឹងបងប៉ុន្តែពេលដែលពិនិត្យសាច់ពិនិត្យអីទៅគាត់ថាសាច់ខ្ញុំស្លូតធម្មតាទេគាត់ថាអត់អីទេអត់បារម្ភខ្លាចទៅជាមហារីកខ្លាចជាអីអញ្ចឹងបងគាត់ថាអត់អីអត់មានបញ្ហាអីគាត់ឲ្យប្រើថ្នាំគាត់អញ្ចឹងតែគាត់ថាថ្នាំគាត់ហ្នឹងអត់អាចមានកូនទេហើយខ្ញុំប្រើបានរយៈពេលថ្នាំហ្នឹងប្រើអស់តែ2ប្រអប់បងប្រើរយៈពេល2ខែរបបអាហារធ្វើបានបងប៉ុន្តែលំហាត់ប្រាណអត់សូវបានហាត់ប្រាណប៉ុន្តែថាបានមកបបោសជូតផ្ទះកលឹងផ្ទះអញ្ចឹងបងធ្វើការធ្វើងារអីតិចតួចបោកខោអាវអីតិចតួចអញ្ចឹងព្រោះឥឡូវពេលដែលខ្ញុំធ្វើការងារតិចតួចគឺវាលែងមានបញ្ហាអីទាំងអស់អញ្ចឹងបងវាធម្មតាវិញដូចខ្ញុំពីមុនដែលអត់ទាន់ឈឺអញ្ចឹងបងហើយណាមួយដូចជំងឺខ្ញុំអញ្ចឹងបងដូចខ្ញុំមានកាពះពោះវៀនតាំងពីដើមបងមុនដែលខ្ញុំឈឺហ្នឹងមុនដែលខ្ញុំប្រើអ៊ីកូរ៉ាយខ្ញុំកំពុងតែឈឺខ្ញុំធ្លាក់ឈាមផងខ្ញុំកាពះពោះវៀនបងអើយវេទនាណាស់អញ្ចឹងបានខ្ញុំបកមកប្រើអ៊ីកូរ៉ាយវាចាប់ផ្ដើមធូរច្រើនមែនតើបង